លោកព្រះរាជអាជ្ញាកែវសុជាតិលាពីទឹកដីខេត្តបាត់ដំបងដោយបន្សល់ទុកនៅស្នាមញញឹមការអាឡោះអាល័យនិងការចងចាំល្អៗដោយពាក្យចាស់ពោលថាទឹកអប់ក្រអូបយ៉ាងណាក៏មិនស្មើគេឈ្មោះនិងសេចក្តីល្អរបស់មនុស្សដែរជាស្ដែងក្នុងមួយអាណត្តិជាង4ឆ្នាំកន្លងមកនេះលោកកែវសុជាតិព្រះរាជអាជ្ញាខេត្តបាត់ដំបងត្រូវបានផ្ទេរមកកាន់តំណែងជាព្រះរាជអាជ្ញាខេត្តកំពង់ចាមវិញដោយបន្សល់ទុកនៅស្នាមញញឹមការអាឡោះអាល័យនិងការចងចាំនៅសេចក្តីល្អក្នុងការគោរពស្រឡាញ់និងការស្វែងរកយុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋក្នុងទឹកដីខេត្តបាត់ដំបងក្នុងសំណេរមួយតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះលោកកែវសុជាតិបានរៀបរាប់ផងដែរថាបងប្អូនខេត្តបាត់ដំបងជាទីគោរពនិងស្រឡាញ់គេថាបើមានជួបគឺត្រូវតែមានពេលបែកនេះជាច្បាប់ធម្មជាតិតែការចាក់ចេញរបស់ខ្ញុំនៅពេលនេះគឺជាការបញ្ចប់បេសកកម្មរយៈពេលជាង4ឆ្នាំតាមកំណត់ច្បាប់ក្នុងរយៈកាលនៃការបម្រើការងារនៅខេត្តបាត់ដំបងនេះអាចមានត្រូវអាចមានកំហុសឆ្គងព្រោះថាលោកជាចុងភៅម្នាក់ប្រហែលជាមិនអាចចម្អិនម្ហូបតម្រូវចិត្តមនុស្សជាង1លាននាក់ឲ្យត្រូវចិត្តទាំងអស់គ្នាបានទេគេថាអ្នកធ្វើរមែងមានកំហុសរីឯអ្នកអង្គុយចាំតែថាទើបមិនមានកំហុសដូច្នេះនៅក្នុងការបំពេញការងារអាចនឹងមានកំហុសខ្លះជាយថាហេតុជៀសមិនរួចទោះបីជាលោកខិតខំបំពេញវាដោយម៉ត់ចត់និងមើងម៉ាត់យ៉ាងណាក៏ដោយលោកកែវសុជាតិបន្តថាម្យ៉ាងវិញទៀតតាមអ្វីដែលលោកបានកត់សម្គាល់គឺមានបងប្អូនមួយចំនួនរមែងមានទស្សនៈអវិជ្ជមានទៅលើប្រព័ន្ធតុលាការនិងស្អប់តាមគ្នាទាំងខ្លួនមិនដែលមានរឿងក្តីអយុត្តិធម៌ណាមួយតតែសោះតែក្រោយពីឆ្លងកាត់រយៈពេលជាង4ឆ្នាំនេះក៏មានបងប្អូនមួយចំនួនធំបានទទួលស្គាល់និងបានបដូរទស្សនៈរបស់ខ្លួនបន្ទាប់ពីពួកគាត់បានបកទទួលសេវាយុត្តិធម៌ពិតប្រាកដពីតុលាការថាការពិតគឺមិនដូចមាត់គេនិយាយតគ្នានោះទេហើយទទួលយកដោយស្នាមញញឹមព្រមទាំងបានចេញសារថ្លែងអំណរគុណទៀតផងត្រង់ចំណុចនេះលោកកែវសុជាតិក៏សូមចិត្តបងប្អូនមេត្តាស្វែងយល់ឲ្យបានដឹងគ្រប់ជ្រុងជ្រោយមុនបងប្អូនវាតម្លៃទៅលើបញ្ហាណាមួយជាពិសេសទៅជឿលើការដឹកនាំរបស់សម្ដេចថាបតីប្រមុខរាជរដ្ឋាភិបាលដែលមានឯកឧត្តមការ៉ិតជាសេនាធិការដំបូងស្រួចនិងពោពេញដោយចំណេះដឹងក្នុងការធ្វើកំណែតម្រង់ប្រព័ន្ធយុត្តិធម៌លើកម្ពុជាយើងឲ្យបោះជំហានទៅមុខប្រកបដោយភាពល្អប្រសើរលោកកែវសុជាតិសង្កត់ថាការចាក់ចេញរបស់លោកនឹងបន្សល់ទុកនៅស្នាមញញឹមនិងអនុស្សាវរីយ៍ជាប់ដួងចិត្តបងប្អូនទាំងគ្នាជានិច្ចគ្មានថ្ងៃបំភ្លេចបានឋានៈលោកក៏សូមអធិស្ឋាននិងសូមអភ័យទោសផងដែរចំពោះខុសឆ្គងជាយថាហេតុណាមួយប្រសិនបើមានជាចុងក្រោយលោកកែវសុជាតិសូមអរគុណនិងសូមជម្រាបលាត្រឹមតែប៉ុណ្ណេះអរគុណគ្រប់យ៉ាងដែលមាននៅទីនេះនឹងទុកជាការចងចាំ